និយាយពីជីវិតប្រចាំថ្ងៃដែលរស់នៅជិតប៉ារីបងប្អូនអត់ខ្វះអីធ្វើទេបើសិនបើអត់ខ្ជិលថ្ងៃហ្នឹងខ្ញុំទៅដើរលេងនៅសង្កាត់មួយនៅក្នុងប៉ារីដោយសារស្វាមីខ្ញុំគាត់ធ្វើការហើយកូនក៏ចូលរៀនដែរចឹងមានពេលទៅនេអានំប៉័ងមិញហ្នឹងដែលបងប្អូនឃើញហ្នឹងទៀនទេណាបងប្អូនអានេះក៏ទៀនដែរតែទៀនគេហ្នឹងគេធ្វើរូបរាងជានំប៉័ងជាគ្រាប់សង់អីចឹងទៅហាងមួយនេះគេល្បីបងប្អូនសម្រាប់ភ្ញៀវទេសចរដែលគេមកពីស្រុកក្រៅគេមកលេងស្រុកប្រាំងគេអត់ដែលរំលងហាងហ្នឹងទេដោយសារហាងហ្នឹងមានលក់របស់កញ្ចប់ខ្ជូតស្អាតដែរប៉ុន្តែតម្លៃក៏ថ្លៃដែរហើយដូចកាបូបស្ពាយនេះអញ្ចឹងជាកាបូបកណាត់ធម្មតាទេតែគ្រាន់វាមានពណ៌ស្អាតអីអញ្ចឹងទៅអញ្ចឹងតម្លៃគេក៏រៀងថ្លៃទៅតាមនឹងដែរហើយបើនៅខាងក្រៅវិញកាបូបបែបហ្នឹងអត់ថ្លៃដល់30-40រៀលទេបងប្អូនតែ10រៀល5-10រៀលឯហ្នឹងអស់ហើយមកលេងហាងអញ្ចឹងបើអត់ទប់ចិត្តទេដឹងតែត្រឡប់ទៅវិញស្ពាយអាណេងអាណោងពេញដៃហើយដោយសាររបស់ទាំងអស់ហ្នឹងមើលទៅគួរឲ្យស្រឡាញ់ណាបងប្អូនហើយបើនិយាយពីការរៀបចំក្នុងហាងគេវិញដូចបងប្អូនបានឃើញអញ្ចឹងគេរៀបចំឲ្យយើងមើលទៅថាពេញភ្នែកឃើញបើថាទប់ចិត្តមិនបានដូចខ្ញុំនិយាយអញ្ចឹងគឺដឹងតែថាទិញហ្នឹងហើយបងប្អូនបើសម្រាប់អ្នកមកលេងស្រុកប្រាំងតួរីសអ្នកទេសចរច្បាស់ជាទិញមួយទូចអីចឹងទៅផ្ញើមិត្តភ័ក្ដិបងប្អូនប៉ុន្តែសម្រាប់អ្នកដែលរស់នៅក្នុងស្រុកបារាំងដូចពួកខ្ញុំហ្មងបានតែដើរលេងដើរមើលចឹងទេប៉ុន្តែអត់ទិញទេ